ឆ្នាំ2026មានទាំងអស់8ទូកបោះថ្មីដូចតទៅទូកទី1គឺទូកវត្តពោធិសាច់នៅស្រុកសាច់ទូកទី2គឺទូកវត្តពិតរាំងសៃបឹងកក់ទូកទី3ទូកវត្តស្រឡងទូកទី4គឺទូកវត្តទំពុកសក់ទូកទី5គឺទូកវត្តបឹងក្រចាប់ថ្មីទូកទី6គឺទូកវត្តបឹងតង្សាទូកទី7គឺទូកវត្តអណ្ដូងកេកនៅខេត្តពលាវទូកទី8ទូកគោកស្ទឹងនៅខេត្តក្រមួនសទូកជួសជន់គឺមាន5ទូកគឺទូកទី1ទូកវត្តជ្រោយទុំចាស់ទូកទី2ទូកវត្តសេរីកណ្ដាលទូកទី3គឺទូកវត្តចម្ប៉ាវណ្ណារាមទូកទី4គឺទូកព្រែកបន្ទងនិងទូកទី5ទូកវត្តបូទុំរាំងសៃទំនុកទូកដែលបំណងចែវទូកលុងថ្មីនៅឆ្នាំ2026គឺមាន4ទូកគឺទូកទី1ទូកវត្តដើមអំពិនទូកទី2គឺទូកវត្តកំពង់ត្រប់ទូកទី3គឺទូកវត្តសេរីនគរជោមពូយានិងទូកទី4និងទូកវត្តភ្នរកា